ប្រជាជនគ្រប់ព្រះអង្គចូលរួមជាតិនិងមិត្តនេសាទព័ត៌មានទាំងអស់ជាទីមេត្រីក្នុងក្របខ័ណ្ឌក្រមអ្នកនាំពាក្យក្រសួងមហាផ្ទៃខ្ញុំគណៈខ្ញុំសូមការអនុញ្ញាតផ្ដល់ជូននៅលទ្ធផលការងារអំពីការគ្រប់គ្រងដំណើរចេញចូលប្រទេសរបស់នៃជនបរទេសនិងប្រជាពលរដ្ឋនៅកម្ពុជាយើងក្នុងរយៈពេល9ខែនៃឆ្នាំ2025នេះជនបរទេសដែលធ្វើដំណើរចូលប្រទេសកម្ពុជាជាលក្ខណៈអន្តរជាតិសរុបមានចំនួន4លាន564,174 នាក់មាន202សញ្ជាតិបាទជាអ្នកទេសចរគឺ1,576,647 នាក់ហើយជាលក្ខណៈតំបន់ព្រំដែនមានចំនួន1,155,150 នាក់នឹងចេញទៅវិញជាលក្ខណៈអន្តរជាតិមានចំនួន4,265,220 នាក់ហើយមានសញ្ជាតិគឺចំនួន206សញ្ជាតិជាលក្ខណៈតំបន់វិញសំទោសជាលក្ខណៈតំបន់ព្រំដែនមានចំនួន1,151,669 នាក់ហើយជាការកត់សម្គាល់គឺថាក្រោយពិនិត្យឃើញថាមានការពាក់ព័ន្ធនឹងបទល្មើសផ្សេងនិងមានគោលបំណងធ្វើដំណើរមិនច្បាស់លាស់គឺថាសមត្ថកិច្ចកម្ពុជាយើងគឺបានបដិសេធមិនឲ្យចូលនៅប្រទេសចំនួន120នៃសំទោស1020លើកបាទគិតជាចំនួនមនុស្សមានចំនួន2,852នាក់ដែលមាន111សញ្ជាតិហើយក៏សមត្ថកិច្ចកម្ពុជាយើងបដិសេធមិនឲ្យចេញពីប្រទេសចំនួន130លើកដែរដែលមានមនុស្សចំនួន279នាក់សរុបគឺ15សញ្ជាតិចំណែកឯបងប្អូនប្រជាពលរដ្ឋខ្មែរយើងធ្វើដំណើរចេញពីប្រទេសជាលក្ខណៈអន្តរជាតិមានចំនួន1,266,397 នាក់ជាលក្ខណៈតំបន់ព្រំដែនមានចំនួន1,576,216 នាក់និងចូលមកវិញជាលក្ខណៈអន្តរជាតិមានចំនួន1,351,360 នាក់ហើយជាលក្ខណៈតំបន់ព្រំដែនមានចំនួន1,560,580 នាក់ដែលឡែកពលរដ្ឋខ្មែរហើយសំដៅទៅលើស្នាក់នៅឬក៏ធ្វើការនៃខុសច្បាប់ដែលអាជ្ញាធរបរទេសចំនួន11ប្រទេសបញ្ជូនត្រឡប់មកវិញមានចំនួននៃ9,763 នាក់បាទហើយបើធៀបទៅនឹងកាលពី9ខែនៃឆ្នាំ2024នោះគឺមានតែ6,395 នាក់ទេនិងពលករខ្មែរដែលទៅធ្វើការស្របច្បាប់នៅក្រៅប្រទេសតាមរយៈក្រុមហ៊ុនស្របច្បាប់នោះមានចំនួន154,926 នាក់បាទហើយបើធៀបនឹង9ខែនៃដើមឆ្នាំ2024គឺមានរហូតដល់ទៅ1,605,365 នាក់បាទជាការកោតសម្គាល់គឺសមត្ថកិច្ចរបស់កម្ពុជាយើងជាពិសេសអន្តរប្រវេសន៍ក្រោមអគ្គនាយកដ្ឋានអន្តរប្រវេសន៍គឺបានទប់ស្កាត់អ្នកដំណើរចេញទៅប្រទេសផ្សេងចំនួន47ករណីគិតជាមនុស្សគឺចំនួន110នាក់បាទជាស្ត្រីខ្មែរតែម្ដងក្រោមហេតុផលថាយើងសន្និដ្ឋានថាវាអាចនឹងពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្សដោយមានមេខ្យល់គឺជាអ្នករៀបចំបាទនេះគឺជាវិធានការដែរអញ្ចឹងវិធានការគ្រប់គ្រងជនបរទេសនេះគឺទី1បើសិនជាជនបរទេសណាដែលភាគច្រើនយើងបានកត់សម្គាល់ថាមកពាក់ព័ន្ធទៅនឹងបទល្មើសផ្សេងឬក៏មកធ្វើនៅអំពើខុសច្បាប់នានាក៏យើងមិនអនុញ្ញាតឲ្យចូលមកប្រទេសកម្ពុជាយើងដែរបាទហើយទី2ចំពោះនៃជនជាតិខ្មែរយើងជាពិសេសគឺស្ត្រីឬក៏កុមារីយុវតីក្មេងៗដែលចេញទៅក្រៅប្រទេសបើសិនជាសួរនាំជីកឬជីគល់ទៅឃើញថាมันមានភាពច្បាស់លាស់ហើយមានមូលដ្ឋានច្រើនដែលអាចចូលទៅក្នុងអន្ទាក់នៃអំពើជួញដូរមនុស្សក៏សមត្ថកិច្ចអន្តរប្រវេសន៍របស់នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍នៃក្រសួងមហាផ្ទៃមិនអនុញ្ញាតឲ្យចេញទៅក្រៅប្រទេសផងដែរអញ្ចឹងទេខ្ញុំសូមអនុញ្ញាតបញ្ចប់
តាក់ទិនទៅនឹងកិច្ចការងារគ្រប់គ្រងដំណើរចេញចូលប្រទេសត្រឹមតែប៉ុណ្ណឹងសូមក្រាបថ្វាយបង្គំលានិងសូមគោរពលា